ហាន់មីសេះជាជំរឿនដ៏ល្អបំផុតសម្រាប់បងប្អូនបើសិនជាបងប្អូនចង់ឲ្យផ្ទះមានសុវត្ថិភាពខ្ពស់ក៏ដូចជាការពារនៅក្នុងការកោះការលួចក៏ដូចជាអគ្គិភ័យបងអាចជ្រើសរើសយកជាមួយនឹង brand ហាន់មីសេះដែលជាផលិតផលស្តង់ដារខ្ពស់ដែលយើងផលិតឡើងនៅក្នុងប្រទេសកូរ៉េសុទ្ធ 100% តែម្ដងចាដោយនៅក្នុងវីដេអូនេះអញ្ចឹងខ្ញុំនឹងបង្ហាញជូនបងប្អូនជាមួយនឹងទូដែកហាន់មីសេះដែលមាន3ប្រព័ន្ធសោទី1ប្រព័ន្ធសោចលីកូទី2ប្រព័ន្ធសោពវលក៏ដូចជាទី3ប្រព័ន្ធសោ touch screen ចេញនៅក្នុងឆ្នាំ2025នេះតែម្ដងចាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនបងប្អូនជាមួយនឹងរូបភាពពិតជាក់ស្ដែងក៏ដូចជាទម្ងន់ទូននៅក្នុងនឹងជាក់ស្ដែងជូនបងតែម្ដងអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញជាមួយនឹងប្រព័ន្ធសោ touch screen ដែលយើងតបតែចេញនៅក្នុងឆ្នាំ2025នេះបងអញ្ចឹងប្រព័ន្ធសោ touch screen នេះខ្ញុំនឹងលើកយកជាមួយនឹងទម្ងន់190គីឡូជូនបងមើលជាក់ស្ដែងតែម្ដងចាអញ្ចឹងសម្រាប់ការប្រើប្រាស់វាអត់ពិបាកទេយើងប្រើដោយប្រព័ន្ធសោ touch screen វាប្រើដូចយើងចុចនៅលើអេក្រង់ទូរស័ព្ទចឹងបងប្អូនបន្ទាប់មកយើងកាច់ដៃឡើងទៅចាសម្រាប់លេខកូដវិញបងចង់ដូរលេខកូដបានតាមតម្រូវការរបស់បងសម្រាប់លេខកូដយើងដាក់បានរហូតដល់15ខ្ទង់ណាចាសម្រាប់នៅខាងក្នុងគឺយើងផ្ដល់ជូនជាមួយនឹងធ្នើចំនួន2ក៏ដូចជាកែ1សម្រាប់នៅខាងមុខទ្វារវិញគឺយើងពាត់ទៅដោយកលឹះកលឹងជុំវិញខាងលើខាងក្រោមចំហៀងទាំងសងខាងជូនបងប្អូនមើលជាក់ស្ដែងតែម្ដងចាសម្រាប់កលឹះយើងវិញគឺធន់ក្រាស់រឹងមាំល្អខ្លាំងមែនតើការពារនៅក្នុងការកោះហើយសម្រាប់នៅខាងក្រៅវិញបងមើលឃើញក៏ដូចជាតជីទ្វារ2ដ៏រឹងមាំខាងលើមួយខាងក្រោមមួយផ្ដល់ជូនជាមួយនឹងប្រព័ន្ធសោទំនើបចុងក្រោយគេបងអស់គឺប្រព័ន្ធសោ touch screen ក៏ដូចជាសោចាក់លុកពីក្រៅមកតង់ទៀតការពារសុវត្ថិភាពខ្ពស់ខ្លាំងមែនតើហើយជាមួយនឹងដៃកាច់ដ៏ស្រស់ស្អាតយើងនេះចាសម្រាប់ brand ហាន់មីសេះខាងពួកយើងដែរមិនមែនមានមួយទំហំទេបងគឺយើងមានច្រើនទំហំសម្រាប់ឲ្យបងជ្រើសរើសគឺមានចាប់ពី90គីឡូរហូតដល់320គីឡូបងដែរបងចង់ជ្រើសយកទំហំមួយណាក៏ដូចជាប្រព័ន្ធសោមួយណាក៏បានដែរគឺយើងមានគ្រប់ទំហំតែម្ដងចាហើយអ្វីកាន់តែពិសេសសម្រាប់ brand ហាន់មីសេះខាងពួកយើងណាគឺគុណសម្បត្តិវាមានច្រើនណាទី1គឺអាចទប់ជាមួយនឹងកម្ដៅភ្លើងបានរហូតដល់2ម៉ោងនៅក្នុងសីតុណ្ហភាពមួយដ៏ខ្ពស់រហូតដល់1037អង្សាសេហ្មងទី2គឺវាមានកម្រាស់សាច់ដែកការពារកោះក៏ដូចជាកម្រាស់សាច់ដែកនៃទូគឺក្រាស់ល្អខ្លាំងមែនតើបងណាចាហើយសម្រាប់ផលិតផលវិញគឺជាផលិតផលរបស់ប្រទេសកូរ៉េសុទ្ធ 100% ដែលយើងមានការធានាច្បាស់លាស់រហូតដល់3ឆ្នាំនៅគ្រប់ប្រព័ន្ធសោតែម្ដងចាអញ្ចឹងបើសិនជាបងចង់យកទៅប្រើប្រាស់ឬមួយក៏ចង់យកទៅលក់បន្តបងអាចធ្វើការសាកសួរព័ត៌មានតាមលេខទូរស័ព្ទដែលខាងក្រុមការងារយើងដាក់នៅក្នុងវីដេអូនេះបានឬមួយក៏ចង់សាកសួរព័ត៌មាននៅក្នុង page ក៏បានដែរអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំបង្ហាញជូនបងប៉ុណ្ណឹងសម្រាប់ព័ត៌មានបន្ថែមបងអាចសាកសួរបន្ថែមនៅក្នុង page បានអរគុណ